សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការដាក់លេខអូតូនៅក្នុងកម្មវិធី Excel គឺនៅក្នុងរូបភាពដូចនេះបើបងប្អូនវាយមួយបងប្អូននឹងចំណាយពេលយូរដូច្នេះហើយខ្ញុំសូមបង្ហាញបងប្អូនចឹងខ្ញុំ clear content ចេញអស់ហើយបងប្អូនទី1បងប្អូនវាយចំនួនលេខមកហើយបងប្អូនចូលនៅលើ cursor លេខ1ហើយបងប្អូនចូលមកកាន់ពាក្យថា fill ហើយបងប្អូនយកពាក្យថា series បងប្អូនជ្រើសរើស row បងប្អូនប្រើជួរដេកបងប្អូនជ្រើសរើស column បងប្អូនប្រើជួរឈរនៅកន្លែង start value នេះតម្លៃយើងឈរនៅលើលេខ1យើងចង់ដាក់ទៅជាលេខម៉ានទៅជាលេខ50ខ្ញុំដាក់50ហើយបងប្អូនចុច OK មកវា load ចំនួន50ងាយបងប្អូនអរគុណសូមអរគុណ